ថ្ងៃនេះខ្ញុំចេញវីដេអូតពីវីដេអូម្សិលមិញបន្តិចប៉ុន្តែមុននឹងចូលដល់តវីដេអូខ្ញុំចង់និយាយរឿងមួយអ្នកទាំងអស់គ្នាខ្ញុំមិនដឹងថារឿងហ្នឹងវាឲ្យហេតុអីឬមួយក៏យើងមាននិស្ស័យអីមិនដឹងណាអ្នកទាំងអស់គ្នាឃើញកូនឆ្កែប៉ខ្មៅហ្នឹងអត់ថ្ងៃនេះខ្ញុំទៅស្ទូចត្រីដល់ពេលហើយទៅខ្ញុំចុះទិញសាច់អាំងគេហ្នឹងខ្ញុំចូលទិញសុកស្រាប់តែពូនោះក៏ដើរមកដល់ហើយគាត់បានឲ្យឆ្កែហ្នឹងមកខ្ញុំមុនដំបូងខ្ញុំអត់សូវហ៊ានចង់យកទេខ្ញុំគិតថាគាត់និយាយលេងអញ្ចឹងពេលខ្ញុំលើកដៃពោទៅមានណាគាត់ឲ្យឆ្កែហ្នឹងមកខ្ញុំមែនតើហើយទៅគាត់យកលុយអត់យកអីទេគាត់ថាគាត់ដើរទៅនោះទៅគេឲ្យឆ្កែហ្នឹងមកគាត់ដែរទៅគាត់ឲ្យខ្ញុំហ្មងហើយគាត់ក៏បាននិយាយទៀតថាគាត់អត់មានទឹកដោះគោអត់មានអីឲ្យឆ្កែនឹងទេអញ្ចឹងទៅឲ្យខ្ញុំនឹងយកទៅចិញ្ចឹមទៅខ្ញុំដល់ពេលឃើញអញ្ចឹងទៅអាណិតទៅហើយណាមួយខ្ញុំមានកូនឆ្កែនៅផ្ទះមួយដែរតែវារឿងធំហើយនឹកឃើញថាឌូខ្ញុំនៅផ្ទះវានៅតែឯងវាអបសុកអញ្ចឹងទៅក៏សុកចិត្តយកទៅឲ្យវាមានគ្នាលេងអញ្ចឹងណាប៉ុន្តែខ្ញុំមិនដឹងថាមិនណាឡើងនិយាយរួមទៅប្រហែលឆ្នាំមកនេះគឺខ្ញុំដើរទៅណាឆ្ងាយខ្ញុំកម្រមានគេឲ្យសัตว์ណាលើកទី1ដែលមានគេឲ្យសัตว์ឆ្កែមកខ្ញុំអញ្ចឹងអ្នកនរគ្នាហើយប្រហែលជាខ្ញុំមាននិស្ស័យជាមួយសัตว์ហ្នឹងផងតែខ្ញុំឃើញហើយខ្ញុំអាណិតហ្មងឆ្កែខ្ញុំមុនហ្នឹងគឺទិញគេទៅពេលឆ្កែក្រោយនេះពូហ្នឹងគាត់និយាយរំទៅគាត់សុំតែ1000ទេហើយខ្ញុំនឹងរឿងភ័យដែរខ្លាចលោឆ្កែនឹងមានឆ្កែគាត់ទៅយកឆ្កែរបស់គេអីចឹងណាហើយរដងស្ទូចឲ្យដែរបានត្រីឆ្លាំងធំទេថ្ងៃហ្នឹងស្ទូចបានត្រីឆ្លាំងធំមុនប៉ុនក៏ដែរឡើង2ហើយទួយឡើង4 5ទៀតនិយាយរំទៅហេងហ្មងខ្ញុំគិតថាកូនឆ្កែនឹងនាំលៀបណាសំណាងឲ្យយើងហ្មងបានស្ទូចត្រីបានរដងអ្នកទាំងអស់គ្នាដូចវីដេអូមុនខ្ញុំដើរស្ទូចត្រីនៅបាត់ដំបងក៏រមានក៏របានត្រីណាប៉ុន្តែថ្ងៃហ្នឹងបានត្រីឡើងច្រើនតែខ្ញុំអត់បានថតទេខ្ញុំពេលខ្ញុំមកវិញហ្នឹងខ្ញុំលាងឲ្យដាក់ផ្លាសេភ្លេចថតឲ្យមើលខ្ញុំនិយាយរឿងឯនេះឡើងវែងអញ្ចឹងចូលមកតជាមួយនឹងវីដេអូយើងបន្តទៀតអញ្ចឹងវីដេអូនេះតមកពីវីដេអូម្សិលមិញគឺថាពេលចេញពីធ្វើការនោះពួកយើងនឹងដើរមកចកាស្វាយគេបងតែបុកអីមកចកាស្វាយគេហ្នឹងដើម្បីមកថតរឿងទេហើយរៀបកម្រងការធ្វើលក្ខណៈថាដូចសម្ដែងរឿងខ្លីៗអីចឹងណាខ្ញុំខំតែងរឿងតែងអីណាប៉ុន្តែរឿងដែលខ្ញុំផុសទៅបាន 1K 2K តែជាមួយនឹងវានៅក្នុង page ចាប់របស់ខ្ញុំអញ្ចឹងទៅខ្ញុំលុបអស់ហើយចែកដនអី account Facebook ខ្ញុំមុនអីហ្នឹងវាខូចអស់ទៀតខ្ញុំបង្កើត Facebook ថ្មីអញ្ចឹងណាដល់ពេលអញ្ចឹងទៅវានៅសល់តែវីដេអូក្នុងទូរស័ព្ទទៅខ្ញុំក៏នឹកឃើញថាយកវាមកកាត់តលេងទៅទុកជាអនុស្សាវរីយ៍ពួកអីទៀតខ្ញុំលុបវីដេអូនឹងចោលអស់ដែរអ្នកទាំងអស់គ្នាចេះតែមើលលេងទៅណាបើថាអត់ពេញចិត្តទេក៏អមលងទៅហើយខ្ញុំអត់មានអីលក្ខណៈថាខ្ញុំក៏មិនដឹងនិយាយទៅស្អីដែរពួកអីខ្ញុំនិយាយតាមតែវីដេអូដែរណាគ្មានភាពស្ទាត់ជំនាញអីទេរាល់ថ្ងៃនៅតែភ័យខ្លាចមិនដឹងភ័យខ្លាចអីអត់ចូលនិយាយវាថាឃើញស្វាយបើមិនតែអញ្ចឹងអូយស្រឿទៅមាត់តែប៉ុន្តែពងបែកចុះអត់តន់ជាណានេះមកអាត់វីដេអូហ្នឹងអត់តន់ជាមាត់ទេឃើញបើមិនតែឃ្លានសាហាវចង់និយាយលះដូចគេដែរប៉ុន្តែធ្វើមិនបើនិយាយបានតែប៉ុណ្្នឹងយើងមានតែខំប្រឹងព្យាយាមបន្តទៀតហើយសំឡេងគេនៅរឿងកងួរខ្លាំងដែរចាមើលដៃគេឡើងផោផងដៃនាងខ្ញុំវិញឡើងខ្មៅតាមកញ្ញោដៃលក្ខណៈថាគេលាបលេត្រូវឯងលាបលេគ្មានត្រូវគ្មានអីគេទេលាបឲ្យមានស្បែកនឹងឡើងអាចរុយខ្លោចស្បែកលើដើមនិយាយរួមតាមមនុស្សសាច់កម្មពីអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនសាច់នឹងកម្មពីសាហាវលាបលេចង់10ប្រែនហ្នឹងល្បីប៉ុណ្ណាក៏ដោយក៏នៅតែអត់ស្អាតអញ្ចឹងរាល់ថ្ងៃហ្នឹងបដូរឲ្យឈប់លាបឈប់អីហើយនោះនេះមិនឈប់លាបសោះណារាល់ថ្ងៃនៅលាបដែរតែខ្ញុំនៅលាបពួក Vaseline Citra Nivea អីហ្នឹងឯងអាពួកលេសុតហើយខ្ញុំក៏បានស្រាវជ្រាវអំពីអាលេសុតទាំងអស់ហ្នឹងដែរវាជួយឲ្យស្បែកយើងមានសំណើមជាងមុនអីអញ្ចឹងទៅមានអីលាបមក1ខែ2ខែនេះមើលទៅស្បែកខ្ញុំរឿងក្រាន់ជាងមុនវាអត់សតែវាcònថ្លាជាងមុនហើយវាបាត់អាចរុយបាត់អីអញ្ចឹងណាចាកន្លែងនេះឃើញជុំគ្នាណានាំគ្នានិយាយគេទេខ្ញុំចង់ភ្លេចបាត់ហ្នឹងហើយខ្ញុំនិយាយសុំទៅម្ចាស់ចការពួកខ្ញុំមកថតហ្នឹងខ្ញុំឃើញចការហ្នឹងគេបើកលបងបើកអីទុកចោលទេអញ្ចឹងហើយពួកខ្ញុំក៏នាំគ្នាចង់មកថតលេងកន្លែងហ្នឹងទីធ្លាវាស្អាតផងហើយពេលហ្នឹងក៏សម្រេចចិត្តថាធ្វើវីដេអូហ្នឹងហើយផុសនៅក្នុង page ហើយនិយាយថាបើសិនម្ចាស់ចការឃើញកុំឲ្យគាត់ខឹងអីបេះស្វាយគាត់ហូបឲ្យថតវីដេអូថតអីនិយាយរួមទៅគឺអត់បានសុំម្ចាស់ចការដោយសារតែអត់ដឹងថាម្ចាស់ចការហ្នឹងអ្នកណាគេនិយាយទៅខ្ញុំពិតជាសុំទោសខ្លាំងមែនទែនទៅដល់ម្ចាស់ចំការផងដែររាល់ថ្ងៃហ្នឹងក៏អត់ដឹងថាម្ចាស់ចការជាណាគេដែរពួកអីចការហ្នឹងអត់ដែរឃើញមានតែគេមកមើលទេមានតែឃើញគេមកអង្គុយបបកត្រីបបកអីអញ្ចឹងណាប៉ុន្តែមករយៈពេលខ្ញុំជិះថតវីដេអូហ្នឹងជិត1ឆ្នាំរយៈពេលក្រោយនេះខ្ញុំជិះម៉ូតូឆ្លងកាត់កន្លែងខ្ញុំថតហ្នឹងខ្ញុំឃើញថាគេបិទលបងនឹងចិត្តហើយប្រហែលជាម្ចាស់គេបិទហ្នឹងឯងនិយាយរួមទៅលក្ខណៈថាលួចក៏បានដែរបើយើងទៅបេះរបស់គេហេតុបានសុំគេប៉ុន្តែក៏អត់មានតែគេមកស្ដីឲ្យថាអីដែរដិបស្វាយទាំងអស់ហ្នឹងបើសិនអត់មានអ្នកបេះខ្ញុំឃើញជ្រុះចោលតែប៉ុន្តែអ្នកទាំងអស់គ្នាកុំយកគំរូតាមខ្ញុំអីវាអត់ល្អទេទោះបីជាបងគេទុកជ្រុះចោលក៏ដោយអីជ្រុះស្អុយទៅបើម្ចាស់គេមិនបានឲ្យយើងក៏មិនបានសុំគេយើងកុំទៅប៉ះបោកគេយ៉ាត់គេប្តឹងអស់លុយទៀតចានាំគ្នាផុតទៅក្រួយផឹកអីធ្វើដូចមែនតើអញ្ចឹងនិយាយរួមទៅថតឡើងច្រើនវីដេអូហើយអត់ដឹងចង់និយាយពីអីទេថតចុះថតឡើងនឹងអង្គុយកន្លែងញ៉ាំស្វាយនឹងឯងហើយមិនដឹងនិយាយទៅស្អីខ្លះ
ហើយនិយាយពីថាម្នាក់ឆ្ងាញ់ទៅហើយយកមកទៅដល់ផ្ទះវិញនំគ្នាបាញ់ពេញហ្នឹងហើយបាញ់អីគេបាយឆ្ងាញ់បាញ់ឆ្ងាយនឹងឯងចាជាចុងក្រោយអស់ហើយមានតែប៉ុណ្្នឹងឯងនៅមានតទៀតជួបគ្នាថ្ងៃក្រោយ